គំនិតគឺជាខ្យល់ចំណេះវិជ្ជាគឺជាក្តោងហើយមនុស្សជាតិគឺជាកប៉ាល់ Augusto Hill អ្នកនិពន្ធនិងវិចិត្រករជនជាតិអង់គ្លេសដ៏ល្បីល្បាញសម្រងមតិដ៏ស៊ីជម្រៅនេះគឺជាការប្រៀបធៀបយ៉ាងរស់រវើកអំពីដំណើរជីវិតរបស់មនុស្សជាតិដែលយើងអាចបកស្រាយអត្ថន័យជាភាសាខ្មែរបានដូចខាងក្រោម 1. គំនិតគឺជាខ្យល់គឺជាកម្លាំងចលករដែលមើលមិនឃើញប៉ុន្តែវាមានថាមពលអាចរុញច្រានអ្វីៗគ្រប់យ៉ាងបានក្នុងន័យនេះគំនិតគឺជាចំណុចចាប់ផ្ដើមឬជាកម្លាំងរុញច្រានរាល់សកម្មភាពទាំងឡាយបើគ្មានគំនិតក៏គ្មានការបង្កើតថ្មីនិងគ្មានការផ្លាស់ប្ដូរដែរប៉ុន្តែខ្យល់ក៏អាចបក់បោកដោយគ្មានទិសដៅច្បាស់លាស់ប្រសិនបើយើងមិនចេះគ្រប់គ្រងវា 2. ចំណេះវិជ្ជាគឺជាក្តោងគឺជាឧបករណ៍សម្រាប់ចាប់យកកម្លាំងខ្យល់ដើម្បីបង្វែរវាទៅជាថាមពលរុញទូកឲ្យទៅមុខចំណេះវិជ្ជាបម្រើការងារដូចជាក្តោងអញ្ចឹងដែរគំនិតតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេយើងត្រូវតែមានចំណេះដឹងដើម្បីចេះប្រើប្រាស់គំនិតទាំងនោះឲ្យត្រូវផ្លូវនិងមានប្រសិទ្ធភាពចំណេះវិជ្ជាជួយឲ្យយើងតម្រង់ទិសដៅនិងទាញយកប្រយោជន៍ពីកម្លាំងនៃគំនិតដើម្បីសម្រេចគោលដៅ 3. ហើយមនុស្សជាតិគឺជាកប៉ាល់មនុស្សជាតិប្រៀបដូចជាតួអង្គកប៉ាល់ដែលកំពុងធ្វើដំណើរនៅលើមហាសមុទ្រនៃជីវិតកប៉ាល់មិនអាចធ្វើដំណើរទៅមុខបានដោយជោគជ័យនិងមានសុវត្ថិភាពឡើយប្រសិនបើគ្មានខ្យល់គំនិតច្នៃប្រឌិតនិងក្តោងការយល់ដឹងនិងបច្ចេកទេសសេចក្តីសន្និដ្ឋានអត្ថន័យជារួមនៃឃ្លានេះចង់បង្ហាញថាដើម្បីឲ្យសង្គមមនុស្សឬជីវិតបុគ្គលម្នាក់ៗអាចរីកចម្រើនទៅមុខបានចាំបាច់ត្រូវមានការរួមផ្សំគ្នាជានិច្ចរវាងការចេះគិតគូរគំនិតនិងការរៀនសូត្រចំណេះវិជ្ជាបើមានតែគំនិតតែខ្វះចំណេះដឹងយើងនឹងវង្វេងទិសដៅប៉ុន្តែបើមានចំណេះដឹងខ្វះគំនិតច្នៃប្រឌិតយើងក៏មិនអាចបង្កើតអ្វីដែលថ្មីនិងអស្ចារ្យបានដែរដើម្បីគ្រប់គ្រងដល់ទស្សនៈរបស់លោក Augusto Hill ដែលថាគំនិតចំណេះដឹងនិងសកម្មភាពមនុស្សត្រូវតែដើរទន្ទឹមគ្នាខ្ញុំសូមលើកយកទស្សនៈរបស់បុគ្គលល្បីៗនិងសុភាសិតមួយចំនួនមកបង្ហាញជូនដូចខាងក្រោម 1. ទស្សនៈលើកកម្ពស់គំនិតនិងការគិតគ្រប់គ្រងផ្នែកគំនិតគឺជាខ្យល់លោក René Descartes ខ្ញុំគិតដូច្នេះទើបខ្ញុំមានរូបរាងការបកស្រាយគំនិតគឺជាឫសគល់នៃអត្ថិភាពរបស់មនុស្សបើគ្មានការគិតមនុស្សក៏មិនខុសពីវត្ថុធាតុដែលគ្មានវិញ្ញាណដែរគំនិតគឺជាធម៌ពលដំបូងបង្អស់លោក Victor Hugo គ្មានអ្វីដែលមានអំណាចជាងគំនិតដែលមកដល់ចំពេលវេលានោះទេការបកស្រាយនេះបញ្ជាក់ថាគំនិតគឺជាកម្លាំងរុញច្រានដ៏ខ្លាំងក្លាបំផុតដូចជាខ្យល់ព្យុះដែលអាចផ្លាស់ប្ដូរពិភពលោកបាន 2. ទស្សនៈលើកកម្ពស់ចំណេះវិជ្ជានិងការតម្រង់ទិសគ្រប់គ្រងផ្នែកចំណេះវិជ្ជាគឺជាក្តោងលោក Francis Bacon ចំណេះដឹងគឺជាអំណាចការបកស្រាយបើគំនិតជាកម្លាំងខ្យល់គឺជាអ្នកគ្រប់គ្រងកម្លាំងនោះចំណេះដឹងជួយឲ្យយើងមានអំណាចក្នុងការបញ្ជានិងគ្រប់គ្រងស្ថានភាពផ្សេងៗឲ្យទៅរកភាពជោគជ័យលោក Abraham Lincoln ប្រសិនបើខ្ញុំមានពេលវេលា6ម៉ោងដើម្បីកាប់ដើមឈើខ្ញុំនឹងចំណាយពេល4ម៉ោងដំបូងដើម្បីសម្រួចពូថៅឬក៏សំលៀងពូថៅការបកស្រាយការសម្រួចពូថៅឬក៏សំលៀងពូថៅប្រៀបបាននឹងការស្វែងរកចំណេះដឹងនិងបច្ចេកទេសក្តោងបើទោះជាយើងមានកម្លាំងកាប់គំនិតធម៌ពលច្រើនយ៉ាងណាបើឧបករណ៍មុតស្រួចក៏មិនអាចសម្រេចបើគ្មានឧបករណ៍មុតឬក៏ស្រួចក៏មិនអាចសម្រេចគោលដៅការងារបានល្អដែរ
ទស្សនៈលើកកម្ពស់ 3. ទស្សនៈលើកកម្ពស់ការអនុវត្តនិងការរួមបញ្ចូលគ្នាគាំទ្រផ្នែកមនុស្សជាតិគឺជាកប៉ាល់ លោក Albert Einstein ការស្រមៃគំនិតគឺសំខាន់ជាងចំណេះដឹងប៉ុន្តែចំណេះដឹងគឺជាអ្នកកំណត់ព្រំដែននៃអ្វីដែលយើងអាចធ្វើបានការបកស្រាយលោកចង់បង្ហាញថាធាតុទាំងពីរនេះមិនអាចខ្វះមួយណាបានទេកប៉ាល់ត្រូវការទាំងការស្រមៃចង់ទៅមុខនិងចំណេះដឹងដើម្បីទៅឲ្យដល់សុភាសិតខ្មែរចំណេះវិជ្ជាគឺជាទ្រព្យជាប់ខ្លួននិងចេះមកពីគិតពិនិត្យមកពីសង្គមការបកស្រាយបញ្ជាក់ថាមនុស្សកប៉ាល់នឹងមានតម្លៃនិងអាចឆ្លងកាត់ឧបសគ្គបានលុះត្រាតែមានចំណេះវិជ្ជាជាប់នឹងខ្លួននិងចេះប្រើការគិតពិចារណាជាប្រចាំសេចក្តីសង្ខេបនៃទស្សនៈគ្រប់គ្រងទាំងនេះប្រសិនបើយើងប្រៀបធៀបទស្សនៈទាំងអស់បញ្ចូលគ្នាយើងឃើញថា 1. គំនិតប្រៀបបានទៅនឹងខ្យល់ជាកម្លាំងរុញច្រានឲ្យមានការចាប់ផ្ដើម 2. ចំណេះដឹងប្រៀបបានទៅនឹងក្តោងជាឧបករណ៍សម្រាប់តម្រង់ទិសដៅនិងប្រើប្រាស់កម្លាំងនោះឲ្យមានប្រយោជន៍ 3. សកម្មភាពមនុស្សប្រៀបបាននឹងកប៉ាល់ជាអ្នកអនុវត្តជាក់ស្ដែងដើម្បីសម្រេចបាននូវគោលដៅជីវិតខ្ញុំសូមលើកយកសម្រងមតិជាភាសាខ្មែរដែលមានអត្ថន័យស្របទៅនឹងការប្រើប្រាស់គំនិតនិងចំណេះដឹងមកបង្ហាញជូនព្រមទាំងពង្រីកសេចក្តីលើទស្សនៈបុគ្គលសំខាន់ម្នាក់ដែលមានឥទ្ធិពលខ្លាំងលើវិស័យអប់រំ 1. សម្រងមតិនិងសុភាសិតភាសាខ្មែរគាំទ្រការប្រើប្រាស់បញ្ញាចេះមកពីរៀនមានមកពីរកពង្រីកសេចក្តីនេះជាមូលដ្ឋានគ្រឹះនៃទស្សនៈខ្មែររៀនគឺការស្វែងរកក្តោងចំណេះដឹងហើយរកគឺជាសកម្មភាពរបស់កប៉ាល់មនុស្សដើម្បីសម្រេចបាននូវទ្រព្យសម្បត្តិនិងសេចក្តីសុខវិជ្ជាដូចជាទ្រព្យជាប់នឹងប្រាណពង្រីកសេចក្តីមិនថាពិភពលោកប្រែប្រួលដូចជាខ្យល់បក់បោកយ៉ាងណាក៏ដោយបើមនុស្សមានចំណេះដឹងជាប់ខ្លួនគេនឹងអាចគ្រប់គ្រងជីវិតខ្លួនឯងបានជានិច្ចគិតមុនគូពង្រីកសេចក្តីការប្រើប្រាស់គំនិតឲ្យបានម៉ត់ចត់មុននឹងធ្វើសកម្មភាពវាស្របនឹងការរៀបចំក្តោងឲ្យត្រូវទិសខ្យល់មុននឹងឲ្យកប៉ាល់ចាក់ចេញពីកំពង់ផែ 2. ពង្រីកសេចក្តីលើទស្សនៈលោក Jean-Jacques Rousseau ដោយសារលោកអ្នកចាប់អារម្មណ៍លើការបកស្រាយបែបបញ្ញាខ្ញុំសូមលើកយកទស្សនៈរបស់ទស្សនវិទូបារាំងរូបនេះដែលលោកបានផ្ដោតខ្លាំងលើការអប់រំនិងធម្មជាតិរបស់មនុស្សការរស់នៅមិនមែនគ្រាន់តែដកដង្ហើមនោះទេប៉ុន្តែគឺជាការធ្វើសកម្មភាពការបកស្រាយស៊ីជម្រៅដង្ហើមប្រៀបដូចជាខ្យល់គំនិតលោករ៉ូសូចង់មានន័យថាគ្រាន់តែមានជីវិតរស់នៅឬមានត្រឹមតែគំនិតមិនបានប្រើការគឺមិនទាន់គ្រប់គ្រាន់ទេសកម្មភាពប្រៀបដូចជាកប៉ាល់កំពុងរុករកលោកជឿថាមនុស្សជាតិមានតម្លៃលុះត្រាតែគេប្រើប្រាស់សរីរាង្គចំណេះដឹងនិងញាណរបស់គេដើម្បីបង្កើតអ្វីមួយដែលមានប្រយោជន៍ដល់សង្គមការអប់រំលោកចង់មានន័យថាចំណេះដឹងមិនមែនជាការដាក់បញ្ចូលព័ត៌មានទៅក្នុងគូក្បាលដូចចាក់ទឹកក្នុងកែវទេប៉ុន្តែជាការបង្រៀនឲ្យមនុស្សចេះគិតដើម្បីឲ្យគេអាចក្លាយទៅជាម្ចាស់លើវាសនាខ្លួនឯងដូចជាអ្នកបើកកប៉ាល់ដ៏ជំនាញ 3. ពង្រីកសេចក្តីលើទស្សនៈលោក Nelson Mandela បុគ្គលរូបនេះមានទស្សនៈដ៏ល្បីល្បាញបំផុតអំពីអំណាចនៃចំណេះដឹងគឺជាអាវុធដ៏មានអានុភាពបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោកការបកស្រាយស៊ីជម្រៅប្រសិនបើគំនិតជាបំណងប្រាថ្នាចង់បានសន្តិភាពនិងសមធម៌នោះចំណេះដឹងគឺជាមធ្យោបាយតែមួយគត់ដែលអាចសម្រេចបំណងនោះបានលោកបានបង្ហាញថាបើទោះជាមនុស្សជាតិកប៉ាល់ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាដូចជាការជាប់ឃុំឃាំងប៉ុន្តែបើក្តោងចំណេះដឹងនិងស្មារតីនៅតែរឹងមាំនោះគេនៅតែអាចនាំកប៉ាល់ទៅរកជ្រាំងនៃសេរីភាពបាននេះគឺជាការចងក្រងទស្សនៈទាំងអស់បញ្ចូលគ្នា
អត្ថបទអប់រំខ្នាតខ្លីដែលមានលក្ខណៈងាយស្រួលយល់និងបង្កប់នៅខ្លឹមសារអប់រំស៊ីជម្រៅសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតជាក់ស្ដែងអត្ថបទត្រីវិស័យជីវិតការរួមផ្សំរវាងគំនិតចំណេះដឹងនិងសកម្មភាពក្នុងដំណើរជីវិតដែលប្រៀបដូចជាការឆ្លងកាត់មហាសមុទ្រដ៏ធំធេងមនុស្សម្នាក់ៗគឺជាអ្នកបើកកប៉ាល់នៃវាសនាខ្លួនឯងដើម្បីឲ្យកប៉ាល់ជីវិតអាចទៅដល់ត្រើយនៃភាពជោគជ័យយើងត្រូវការធាតុផ្សំសំខាន់ចំនួន3ដែលមិនអាចខ្វះបានទី1គំនិតកម្លាំងរុញច្រានគំនិតគឺជាធម៌ពលដំបូងដោយដែលលោក Augusto Hill បានពោលថាគំនិតគឺជាខ្យល់បើគ្មានគំនិតច្នៃប្រឌិតនិងការស្រមៃទេជីវិតនឹងនៅត្រឹងមួយកន្លែងស្របតាមទស្សនៈរបស់លោក René Descartes ខ្ញុំគិតថាដូច្នេះទើបខ្ញុំមានរូបរាងខ្ញុំគិតដូច្នេះទើបខ្ញុំមានរូបរាងការគិតគឺជាអ្វីដែលបញ្ជាក់អំពីតម្លៃនៃជីវិតមេរៀនចូលកុំខ្មាស់នឹងការមានក្តីស្រមៃធំព្រោះវាជាខ្យល់ដែលនឹងរុញច្រានឲ្យអ្នកដើរទៅមុខ2ចំណេះដឹងការតម្រង់ទិសប៉ុន្តែខ្យល់អាចបក់បោកដោយគ្មានទិសដៅបើសិនបើយើងមិនមានក្តោងដ៏រឹងមាំក្តោងនោះគឺចំណេះវិជ្ជាលោក Francis Bacon បានបញ្ជាក់ថាចំណេះដឹងគឺជាអំណាចចំណេះដឹងជួយឲ្យយើងចេះប្រើប្រាស់គំនិតឲ្យចំគោលដៅមិនវង្វេងក្នុងព្យុះនៃបញ្ហាដោយសុភាសិតខ្មែរពោលថាចេះមកពីគិតពិនិត្យមកពីសង្កេតចេះមកពីគិតពិនិត្យមកពីសង្កេតការរៀនសូត្រឲ្យយើងមានបច្ចេកទេសក្នុងការគ្រប់គ្រងខ្សែជីវិតមេរៀនការមានតែគំនិតគឺមិនទាន់គ្រប់គ្រាន់ទេអ្នកត្រូវតែបន្តរៀនសូត្រដើម្បីពង្រីកក្តោងនៃចំណេះដឹងរបស់អ្នកឲ្យធំនិងរឹងមាំ3សកម្មភាពដំណើរនៃមនុស្សជាតិចុងក្រោយមនុស្សជាតិគឺជាកប៉ាល់ដែលមិនមែនសម្រាប់តែចតទុកក្នុងកំពង់ផែដោយសុវត្ថិភាពនោះទេប៉ុន្តែសម្រាប់ធ្វើដំណើរលោក Jean-Jacques Rousseau បានដាស់តឿនថាការរស់នៅពិតប្រាកដគឺស្ថិតនៅលើការធ្វើសកម្មភាពចំណេះដឹងនិងគំនិតខ្លាចជាឥតប្រយោជន៍បើសិនបើមនុស្សមិនព្រមបោះជំហានអនុវត្តជាក់ស្ដែងមេរៀនចូលប្រើប្រាស់ចំណេះដឹងដែលអ្នកមានដើម្បីដឹកនាំជីវិតរបស់អ្នកឲ្យមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គមសេចក្តីសន្និដ្ឋានសម្រាប់យកទៅអនុវត្តជីវិតជោគជ័យមិនមែនកើតឡើងដោយចៃដន្យឡើយវាគឺជាតុល្យភាពរវាងការគិតឲ្យបានទូលំទូលាយដើម្បីមានខ្យល់រុញច្រានការរៀនឲ្យបានជ្រៅជ្រះដើម្បីមានក្តោងតម្រង់ទិសការធ្វើសកម្មភាពដោយភាពអត់ធ្មត់ដើម្បីឲ្យកប៉ាល់ទៅដល់គោលដៅកុំចាំតតែមានខ្យល់ល្អទើបចាប់ផ្ដើមលើកក្តោងប៉ុន្តែត្រូវរៀបចំក្តោងឲ្យរួចរាល់ដើម្បីចាប់យកគ្រប់ឱកាសនៅពេលដែលមានខ្យល់បក់មក